ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់យកអំពីអត្ថប្រយោជន៍នៃរុក្ខជាតិមួយយ៉ាងបងប្អូនណាដែលមានអាការៈដូចជាតែយើងអាសានៅសុកដូចជាភ័យខ្លាចឬមួយក៏យើងថាប់ដង្ហើមយើងឮរឿងអីរន្ធត់អីញ័រដៃញ័រជើងអីចឹងណាអាហ្នឹងគេហៅថារោគខ្សោយបេះដូងនេះរុក្ខជាតិនេះមានប្រសិទ្ធភាពណាបងប្អូនប្រើភ្លាមឃើញប្រសិទ្ធភាពវាភ្លាមនេះបងប្អូនឃើញអានេះត្រួយត្របែកនេះត្រួយត្របែកណាត្រួយត្របែកហើយយើងបេះចេះមកត្រួយត្របែកហ្នឹងបងប្អូនបេះតា4-10ត្រួយមកត្រួយត្របែកហ្នឹងយើងបេះតា4-10ត្រួយមកដល់ពេលយើងមានអាការៈភ័យភើតហ្នឹងភ្លាមហ្នឹងយើងបេះតា4-10ត្រួយមកនេះយើងបេះត្រួយត្របែកនេះតា4-10ត្រួយមកអាការៈដែលយើងភ័យហ្នឹងយើងតាពីអញ្ចឹងទៅភ្លាមបាត់ភ្លាមហ្នឹងបងប្អូនហើយតាពីទឹកមួយយើងតាពីភ្លាមដាក់ទឹកភ្លាមមកគឺបាត់ភ្លាមអាការៈយើងភ័យខ្លាចហើយឬមួយក៏យើងឮរឿងរន្ធត់អីយើងញ័របេះដូងឌុកដាក់យើងប្រើត្រួយត្របែកហ្នឹងប្រើភ្លាមបាត់ភ្លាមតែ10នាទីអីបាត់ហើយអរគុណ